ระยะពេលជាង1ខែឈ្មោះរកស៊ីម្នាក់នាំចូលទៅរៀនពីប្រទេសថៃចូលមកកម្ពុជាចំនួន2តោនគិតចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ2026នេះឈ្មោះរកស៊ីនៅក្នុងប្រទេសកម្ពុជាម្នាក់ឈ្មោះថាព្រឿនសាក់ឡែនភេទស្រីបានលួចតាក់ទងជាមួយនឹងឈ្មោះអ្នករកស៊ីនៅប្រទេសថៃនាំចូលទៅរៀនពីប្រទេសថៃមកចែកចាយនៅក្នុងប្រទេសកម្ពុជានៅក្នុងបរិមាណ2000គីឡូក្រាមឬ2តោននេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងយោងតាមសេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថាបន្ទាប់ពីមានឈ្មោះម្នាក់បានធ្វើការផ្សព្វផ្សាយថាបាននាំចូលផ្លែទុរេនពីប្រទេសថៃមកប្រទេសកម្ពុជាស្នងការនគរបាលខេត្តបាត់ដំបងបានហៅឈ្មោះនោះមកសួរនាំជាលទ្ធផលឈ្មោះម្នាក់នោះបានសារភាពថាខ្លួនពិតជាបាននាំចូលទុរេនពីប្រទេសថៃមកប្រទេសកម្ពុជាពិតមែនហើយមកដល់ពេលនេះមានបរិមាណជាង2តោនឯណោះតាមប្រភពពីស្នងការខេត្តបាត់ដំបងបានឲ្យដឹងថាឈ្មោះដែលនាំចូលទុរេនពីប្រទេសថៃមកកម្ពុជាមានឈ្មោះថាព្រឿនសាក់ឡែនភេទស្រីអាយុ31ឆ្នាំរស់នៅភូមិភ្នំចាំចាបឃុំបឹងរាំងស្រុកគំរៀងខេត្តបាត់ដំបងដែលបានចាប់ផ្ដើមចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ2026នេះឈ្មោះរូបនេះបានតាក់ទងជាមួយនឹងជនជាតិថៃធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន3លើកមានចំនួនប្រមាណជា2000គីឡូក្រាមដោយសារតែមានអ្នកបញ្ជាទិញពីខេត្តកំពង់ចាមតែគាត់មិនបានដឹងថាផ្ញើមកតាមរបៀបណានោះទេលុះរថយន្តទុរេនមកដល់ប្រទេសកម្ពុជាគាត់ក៏បានទទួលហើយផ្ញើទៅកាន់ខេត្តកំពង់ចាមបន្តគួរបញ្ជាក់ថាមកដល់ពេលនេះសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់